ការបដិបត្តិថ្ងៃនេះដែលយើងធ្វើការផ្សព្វផ្សាយនេះយើងគិតថាវាជាចំណែកមួយជំរុញធ្វើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនេះបានដំណើរការទៅប្រកបដោយជោគជ័យអាយដាមតកតងជាមួយនឹងការបើកសម្ពោធសភៅនៅក្នុងក្នុងចំណាក់អារម្មណ៍អាយដាមគាត់ថាអាយដាមមានការរំពឹងទុកយ៉ាងណាដែរខ្ញុំមានការរំពឹងទុកគិតថាក្រោយពីសភៅនេះត្រូវបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយថ្ងៃនេះក៏យើងមានវគ្គបណ្ដុះបណ្ដាលទៀតខ្ញុំជឿថាបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធក៏ដូចជាអង្គការដៃគូលោកអាចយកឯកសារហ្នឹងទៅប្រើប្រាស់ជាឯកសារគោលសម្រាប់យើងកសាងទុនធានមនុស្សជាពិសេសនៅថ្នាក់មូលដ្ឋានពាក់ព័ន្ធនឹងការធ្វើសមត្ថកម្មទឹកស្អាតអនាម័យនិងអាហារូបត្ថម្ភជារួមអនុក្រមការងារទឹកស្អាតនិងអនាម័យអាហារូបត្ថម្ភនេះយើងបង្កើតតាំងពីឆ្នាំ2015មកទល់បច្ចុប្បន្ននេះគឺដំណើរការនៅដដែលមានន័យថាយើងមានរបបប្រជុំយើងមានការចែករំលែកបទពិសោធន៍យើងមានយន្តការតំណាក់តំណងគ្នាជាទៀងទាត់នៅក្នុងអនុក្រមការងារហ្នឹងអញ្ចឹងឯកសារបដិបត្តិថ្ងៃនេះដែលយើងធ្វើការផ្សព្វផ្សាយនេះយើងគិតថាវាជាចំណែកមួយជំរុញធ្វើឲ្យវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរដល់អាហារូបត្ថម្ភនេះបានដំណើរការទៅប្រកបដោយជោគជ័យមានលទ្ធផលល្អសម្រាប់ការលើកកម្ពស់អាហារូបត្ថម្ភរបស់កុមារអាយុក្រោម5ឆ្នាំ